និយាយទៅ99%ហើយមិនថាខមមិនឆាឬមួយក៏ជួបចែនៅខាងក្រៅគឺគេថាសេគូមួយចែគឺអត់ដូចគ្នាទេតែសេគូនឹងកូនចែមែនឬមួយក៏ចែសុំកូនគេមកចិញ្ចឹមសេគូគាត់កូនចែ100%ចែទទួលស្គាល់ថាសេគូក៏អត់ដូចចែទេមិនថារូបរាងឬមួយក៏អត្តចរិតដូចពុកម៉ែបងប្អូនកូនក្មួយឃើញស្រាប់ថាសេគូក៏ស្លូតបូសុភាពរៀបសារអត់ចេះមាត់កទេចេះតែញ៉ាំអញ្ចឹងណាចំណែកចែវិញគឺសុភាពតិចតិចដែរប៉ុន្តែអត់មានស្លូតបូទេគឺកាចសាហាវតែម្ដងចែពូកែនិយាយបានតែចែស្គាល់ដែរទេណាបើសិនជាអ្នកដែលចែអត់ស្គាល់ជួបលើកដំបូងហើយស្ងាត់ឈឹងដែរហ្នឹងនិយាយទៅមិនប្រកាសថាឲ្យតកូនដោយឪពុកម្ដាយទាំងអស់នោះទេមើលស្លឹកឈើមើលពេលវាជ្រុះមកក៏មិនមែនប្រកាសថាវាជ្រុះនឹងអង្គុលវាដែរពេលខ្លះខ្យល់ប៉ើងអញ្ចឹងទៅណាហើយកូនក៏អញ្ចឹងដែរពេលខ្លះកាត់ទៅរកខាងសាច់ញាតិណាមួយអីអញ្ចឹងទៅ